តើអ្នកធ្លាប់មានអារម្មណ៍ថានៅចិត្តមនុស្សខ្លះធ្វើឲ្យចិត្តអ្នកនឿយហត់ជាងនៅតែម្នាក់ឯងទេសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Voice of Experience ថ្ងៃនេះខ្ញុំចង់ចែករំលែកអារម្មណ៍តូចមួយដែលកើតឡើងពេលខ្ញុំធ្វើដំណើរត្រឡប់ពីធ្វើការមកផ្ទះតែម្នាក់ឯងនៅលើផ្លូវនោះខ្ញុំមិនមានតន្ត្រីខ្លាំងទេមិនមានសំឡេងរំខានទេមានតែភាពស្ងប់ស្ងាត់ប៉ុន្តែភាពស្ងប់ស្ងាត់នោះវាមិនធ្វើឲ្យខ្ញុំឯកោទេវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាចិត្តខ្ញុំកំពុងសម្រាកវាដូចជាពេលវេលាដែលខ្ញុំអាចស្ដាប់ខ្លួនឯងស្ដាប់ដង្ហើមនិងស្ដាប់សំឡេងក្នុងចិត្តខ្លួនឯងបានច្បាស់ជាងមុនខ្ញុំជាមនុស្សម្នាក់ដែលមិនសូវចូលចិត្តប្រកាន់អ្នកណាទេនៅលើផ្លូវក៏ដូចគ្នាគេចង់វាជែងអីក៏វាទៅខ្ញុំសុំតែសុវត្ថិភាពនិងសេចក្តីសុខតែប៉ុណ្ណោះខ្ញុំមិនចូលចិត្តប្រកួតប្រជែងមិនចង់ឈ្នះជាមួយអ្នកធ្វើដំណើរផ្សេងទៀតទេព្រោះសម្រាប់ខ្ញុំជីវិតមិនមែនជាការប្រកួតប្រជែងលើដងផ្លូវទេតែជាដំណើរដែលយើងត្រូវទៅដល់គោលដៅដោយសុវត្ថិភាពតែកន្លងមកខ្ញុំធ្លាប់ធ្វើដំណើរជាមួយមនុស្សម្នាក់ដែលមានអារម្មណ៍អវិជ្ជមានជាញឹកញាប់គេតែងតែទៅអ្នកនេះអ្នកនោះមិនថាបើករថយន្តឬបើកម៉ូតូទេគេចង់ឈ្នះគេចង់បង្ហាញថាខ្លួនឯងត្រូវជាងហើយពេលខ្លះគេបើកបរដោយកំហឹងពេលនោះខ្ញុំមិនសប្បាយចិត្តទេខ្ញុំអង្គុយនៅជិតគេតែចិត្តខ្ញុំវិញពោរពេញដោយការភ័យខ្លាចខ្ញុំមានអារម្មណ៍ថាខ្ញុំគ្មានសុវត្ថិភាពមិនមែនតែសុវត្ថិភាពរាងកាយទេប៉ុន្តែសុវត្ថិភាពផ្លូវចិត្តផងដែរខ្ញុំធ្លាប់គិតថាខ្ញុំចង់ឲ្យគេផ្លាស់ប្ដូរខ្ញុំសង្ឃឹមថាថ្ងៃណាមួយគេនឹងចេះយោគយល់ចេះអធ្យាស្រ័យចេះស្រឡាញ់អ្នកជុំវិញខ្លួនគេដូចដែលគេស្រឡាញ់ខ្លួនឯងតែច្រើនឆ្នាំមកហើយគេមិនកែប្រែទេនៅទីបំផុតខ្ញុំចាប់ផ្ដើមយល់ថាមនុស្សខ្លះយើងមិនអាចផ្លាស់ប្ដូរគេបានទេបើគេមិនចង់ផ្លាស់ប្ដូរខ្លួនឯងហើយថ្ងៃនេះខ្ញុំសម្រេចចិត្តធ្វើដំណើរតែម្នាក់ឯងមិនមែនព្រោះខ្ញុំខឹងគេឬស្អប់គេទេប៉ុន្តែព្រោះខ្ញុំចង់ថែរក្សាផ្លូវចិត្តខ្លួនឯងនៅពេលខ្ញុំបើកបរតែម្នាក់ឯងខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងយកជីវិតខ្លួនឯងត្រឡប់មកវិញខ្ញុំបើកបរយឺតដោយសន្តិភាពដោយគ្មានការប្រកួតប្រជែងដោយគ្មានសម្ពាធហើយខ្ញុំបានដឹងថាសេចក្តីសុខផ្លូវចិត្តមិនមែនមកពីអ្នកដទៃទេតែវាមកពីការសម្រេចចិត្តរបស់យើងខ្លួនឯងបងប្អូនអើយពេលខ្លះការចាកចេញមិនមែនជាការរត់គេចទេប៉ុន្តែជាការជ្រើសរើសដើម្បីឲ្យចិត្តស្ងប់ពេលខ្លះការធ្វើដំណើរតែម្នាក់ឯងមិនមែនមានន័យថាយើងឯកោទេប៉ុន្តែមានន័យថាយើងកំពុងគោរពខ្លួនឯងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានស្ដាប់បទពិសោធន៍តូចមួយនេះពីខ្ញុំសូមជូនពរឲ្យបងប្អូនគ្រប់គ្នាមានដំណើរដែលពោរពេញដោយសន្តិភាពនិងសុវត្ថិភាពប្រសិនបើបងប្អូនចូលចិត្តវីដេអូបែបនេះសូម Subscribe Channel YouTube របស់ខ្ញុំនឹងចែករំលែកបទពិសោធន៍ជាច្រើនទៀតសូមអរគុណ